សួស្តីអ្នកគ្នាជួបជាមួយខ្ញុំបាទ CAA Anime ថ្ងៃនេះខ្ញុំលើកយកវីដេអូតមកសម្រាប់ជជែកអ្នកទាំងអស់គ្នាមុននឹងចូលទៅដល់ការសម្រេចខ្ញុំសង្ឃឹមថាអ្នកគ្នាចូលចុច Subscribe ហើយរកខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូតអូខេកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងទាំងអស់គ្នាបន្តនៅសាច់រឿងយើងឃើញជាមួយនឹងយ៉ាម៉ូកំពុងតែដើរហើយសមីក៏បានឃើញគាត់ហៅគាត់ទៅហើយរងនាងក៏បានសួរសុខទុក្ខគាត់ហើយដើរចេញទៅបន្ទាប់ពីមួយស្របកមេឃក៏ភ្លៀងគាត់ក៏បានទៅច្រោកនៅក្រោមស្ពានកុំឲ្យសើមខ្លួននេះចឹងណាហើយគាត់ក៏បានសម្លឹងឃើញនារីម្នាក់ដោយថាគេកំពុងតែធ្វើអ្វីណងដោយរងនាងកំពុងតែបរិសាទគេមែនទេបន្ទាប់ពីសម្លឹងគេអស់មួយស្របកនាងក៏បានឃើញគាត់ក៏លើកដៃសួស្ដីទៅគាត់ចឹងណាហើយយ៉ាម៉ូក៏បានលើកដៃទៅវិញទៅគឺគាត់ឆ្ងល់ខ្លាំងណាស់តើនារីម្នាក់ហ្នឹងជានរណានៅពេលនោះគាត់ក៏បានគាស់ទឹកក្រូចយកមកផឹកនៅពេលងើយទៅលើគឺឃើញអូនស្អាតរបស់យើងដោយរូបនាងនិយាយថាតើលោកកំពុងធ្វើអ្វីនៅទីនេះពេលនេះលោកមានឃើញអ្វីទេយ៉ាម៉ូបាននិយាយថាគាត់ឃើញគឺឃើញនាងបរិសេធបរមម្នាក់តែគាត់មិនដឹងរឿងអីនោះទេហើយអូនរបស់យើងបាននិយាយថាគឺបរមម្នាក់មិញហ្នឹងណាចង់អស់កាឡានាងតែនាងបាននិយាយថានាងជាប់ការណាត់អញ្ចឹងហើយបរមនោះក៏ដើរចេញបាត់ទៅដោយពេលនេះនាងចង់ទៅផ្ទះក៏បានដែរតែនាងអត់សុខពេកចង់មកអង្គុយលេងជាមួយនឹងឯងយោនិយាយថាមិនអីនោះទេមើលទៅខោអាវរបស់នាងដូចជាសិស្សសាលាតែរូបនាងរៀងចាស់ជាងគាត់បន្តិចអូនរបស់យើងថាពិតមែនអីសិស្សសាលាដូចនាងគឺគួរស្រឡាញ់ដែរឬទេយ៉ាម៉ូបាននិយាយថាមិនមែននោះទេគាត់មិនចង់បានអីបែបហ្នឹងនោះទេអូអត់ចង់បានអីបែបហ្នឹងឯងមែនខ្ញុំឃើញដូចជាលោកមើលរបស់ខ្ញុំរហូតនេះហើយយ៉ាម៉ូបានប្រកាសយ៉ាងលឿនថាគាត់ផ្លឹកទេគាត់មិនបានចាប់អារម្មណ៍អីទាំងអស់និយាយបែបនេះហើយនាងក៏បានយកភេសជ្ជៈរបស់យ៉ាម៉ូយកមកផឹកក្រេបជិញ្ជួរយ៉ាម៉ូបាននិយាយដែរថានោះជារបស់គាត់នោះទេអូនរបស់យើងក៏បានដើរចេញទៅហើយយ៉ាម៉ូក៏នៅតែដើរតាមនៅតែថានោះគឺជាភេសជ្ជៈរបស់គាត់ហើយអ្វីនាងធ្វើបែបនេះអូតើលោកចង់បានមែនទេមកយកនៅទីនេះមកហើយយ៉ាម៉ូក៏ចង់ដឹងថានាងកំពុងតែទៅណាក៏ដើរតាមទៀតទៅតាមមិនទាន់បានប្រមាណរូបនាងក៏ហក់មកកញ្ជ្រប់អោបទូប្រុសយ៉ាងណែនដោយនិយាយថាអរគុណរូបនាងរៀបនឹងខំទូប្រុសរបស់យើងជីងជក់ឈាមហើយមានអ្វីមួយហក់យ៉ាងលឿនដោយភ្នែកបន្ទោលនោះគឺជានូណាកាត់ដៃអូនស្រីរបស់យើងដាច់តែម្ដងនូណាឈុតពេលនេះគឺកាចសាហាវខ្លាំងមែនតើហើយអូនស្រីរបស់យើងក៏ស្គាល់ដែរនោះគឺជានូណាមែនទេហើយខ្ញុំនិយាយប្រាប់ហ្មងទៅគឺរូបអូនស្រីរបស់យើងគឺមានឈ្មោះថាសេរីអូននាងថានេះជាបរោះដែរនាងកំពុងនៅជាមួយមែនទេអញ្ចឹងហើយខ្ញុំនឹងយកពីនាងនោះណាហើយសេរីនាងក៏បានហក់ទៅយកទូប្រុសរបស់យើងនៅពេលសេរីនាងចាប់នូណាជាប់ហើយលេងមកនៃតួអង្គម្នាក់ទៀតក៏បានចាប់យ៉ាម៉ូហោះចេញបាត់ទៅដោយសេរីពីនេះទៅមិនជាប់នោះទេនូណានាងក៏បានទាត់សេរីប៉ោងទៅក្រោយយ៉ាងមួយចម្ងាយដែរណាតើសេរីឯងយកយ៉ាម៉ូទៅណាកាត់សាច់រឿងនៅលើណែវិញយ៉ាម៉ូពេលនេះគាត់មានអារម្មណ៍ភ័យខ្លាំងណាស់ហើយគាត់គិតថានេះគឺជាបិសាចជញ្ជាក់ឈាមមែនទេហើយរោគនេះក៏បាននាំយ៉ាម៉ូទៅកន្លែងមួយដោយការហោះចោះយ៉ាងលឿននៅពេលយ៉ាម៉ូមកដល់ក្រោមហើយឃើញជាមួយនឹងនារី3នាក់នៅចាំគាត់ហើយអូនខ្ជូតរបស់យើងបាននិយាយថានេះគឺជាមនុស្សដែលនូណានៅជាមួយមែនទេមើលទៅដូចជាខ្ជូតខ្លាំងណាស់បន្ទាប់មកអូនស្រីអំបងគិតថាមែនហើយពេលនេះយ៉ាម៉ូកំពុងតែគិតថាពួកគេគឺជាបិសាចជញ្ជក់ឈាមទាំងអស់មែនទេគឺនូណាធ្លាប់ប្រាប់គាត់ពីបិសាចជញ្ជក់ឈាមគឺមានភាពតាក់ទាញបន្ទាប់មកអូនស្រកពណ៌ទឹកក្រូចបាននិយាយថាចំណោម4នាក់ពួកយើងតើលោកជ្រើសរើសមួយណាមកអង្គុយជាមួយហើយក៏ណែនាំខ្លួនថារូបខ្ញុំនេះគឺមានឈ្មោះថាណៃកូបន្ទាប់មកម៉ៃដូរីស៊ូកាប៊ូរ៉ាហើយម្នាក់ឃើញតាំងពីដើមរឿងនោះគឺសេរីហ្នឹងឯងហើយមកបាននិយាយថានូណានៅឯណាធ្វើឲ្យអ្នកទាំងអស់គ្នាពិតជាគាំងហើយនីកូនាងបាននិយាយថានូណាបានលៀងខួរក្បាលរបស់លោកមែនទេបានជាលោកគិតបែបនេះហើយពួកខ្ញុំទាំង4នោះតើលោកគិតយ៉ាងណាហើយមកបាននិយាយថាខ្ញុំមិនគិតបែបនេះទេបន្ទាប់មកគេមិនផុតពីកន្លែងអង្គុយនោះទេហើយ
ហើយណៃកូត្រមកបានក៏ចាប់យ៉ាមកអង្គុយទៅហើយម៉ៃដូរីនាងបាននិយាយថាតើពេលនេះលោកនៅព្រមចារីដែរឬទេប្រហែលជាអត់ទេមើលទៅហើយអ្នកទាំងអស់គ្នាក៏បានចោទសួររឿងបែបនេះមែនហើយលោកយ៉ាមកតើលោកនៅព្រមចារីដែរឬទេហើយយ៉ាមកក៏បានតទៅវិញថាមានរឿងអីកើតឡើងបើគាត់នៅព្រមចារីនោះធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលខ្លាំងមែនតើហើយណៃកូមិនបានប៉ុន្មាននាងក៏បាននិយាយជាមួយយ៉ាមកហូហែធ្វើឲ្យអ្នកទាំងអស់គ្នាគិតថាมันបានប្រមាណផងមានភាពស្និទ្ធស្នាលលឿនបែបនេះមែនទេបានជានូណានៅជាមួយយ៉ាម៉ូរហូតហើយយ៉ាម៉ូគាត់បាននិយាយថាអ្នកតែងតែនិយាយអំពីនូណាតែអ្នកមិនបាននិយាយពីអ្នកទាំងអស់គ្នាដែលនៅទីនេះធ្វើឲ្យណៃកូក្តៅតែម្ដងហើយអ្នកទាំងអស់គ្នាកំពុងតែនិយាយគ្នាបែកអូហូស្តាំងកាន់មកដល់នូណានេះវិញកំពុងតែវាយគ្នាអស់កម្លាំងខ្លាំងមែនតើហើយសេរីបាននិយាយថាយើងឈប់វាយគ្នាទៅឥឡូវយើងមកពិភាក្សាគ្នារកនៃបញ្ហាម្ដងសេរីនាងចង់សួរថាហេតុអ្វីជានូណាតែងតែដើរពេលយប់ជាមួយយ៉ាម៉ូលហូនចឹងហើយនូណាឆ្លើយទៅវិញថាគឺនាងចង់បង្កើតកូនចៅនោះទេហេតុអ្វីបានជាហាមឃាត់នាងបែបនេះសេរីថានូណានាងធ្វើបែបនេះដឹងទេថាបុរសម្នាក់នោះស្ថិតក្នុងគ្រោះថ្នាក់ហើយតែសេរីមកទីនេះម៉ៃដូរីនាងនិយាយថាមើលទៅលោកដូចជាខ្ជូតខ្លាំងណាស់ធ្វើឲ្យអ្នកទាំងអស់គ្នាដឹងថានេះគឺជាល្បិចរបស់ម៉ៃដូរីនោះទេហើយបន្តថែមទៀតថាគឺនាងចូលចិត្តមនុស្សខ្ជូតខ្លាំងណាស់តើរូបនាងអាចទៅអង្គុយចិត្តគាត់បានទេហើយយ៉ាម៉ូក៏ឆ្លើយយល់ព្រមណៃកូនាងនិយាយថាគេមិនរួចពីម៉ៃដូរីនោះទេប៊ូរ៉ានាងក៏ថានឹងហើយហើយម៉ៃដូរីនាងនិយាយថែមទៀតថាតើរូបនាងគឺគួរឲ្យស្រឡាញ់ដែរឬទេមិនពិតទេប្រហែលជានាងមិនស្អាតនោះទេមើលទៅហើយអ្នកនៅទីនោះប្រហែលជាកើតថាយ៉ាម៉ូឆ្លើយថាម៉ៃដូរីគឺស្អាតហើយយ៉ាម៉ូក៏គាត់បានឆ្លើយថានាងមិនមែនជាមនុស្សដែលគាត់ចង់បាននោះទេចឹងហើយនាងគឺធម្មតាសម្រាប់គាត់ធ្វើឲ្យអ្នកទាំងអស់គ្នាកាំងបងតែម្ដងហើយណៃកូនាងបាននិយាយថាតើលោកយល់ពីសេចក្តីស្នេហាដែរឬទេយ៉ាម៉ូឆ្លើយតទៅវិញថាគាត់មិនយល់នោះទេតែគាត់នឹងធ្វើឲ្យនូណាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គាត់ហើយនូណានាងក៏មកតន់ពេលដែលយ៉ាម៉ូកំពុងតែនិយាយវាធ្វើឲ្យរូបនាងពិតជាអៀនខ្លាំងមែនតើដោយនូណាទន់ជើងងើមិនចង់រួចនោះទេស៊ូកាក៏បានជួយនាងថាយ៉ាងម៉េចហើយដោយនូណានាងមិនបាននិយាយអ្វីស៊ូកាសន្មតថានាងកំពុងតែអៀននិយាយមិនចេញនោះទេយ៉ាម៉ូក៏ទៅសួរនូណាថាមិនអីទេឬនូណាតបទៅវិញថាបាត់មាត់លោកនិយាយអ្វីខ្លះពីខ្ញុំហើយស៊ូកានាងនិយាយថាយ៉ាងណាក៏គួរតែអរគុណយ៉ាម៉ូដែរហើយនូណានាងនិយាយថាឆាប់ចេញពីទីនេះមកយ៉ាម៉ូហើយណៃកូនាងនិយាយថាឆាប់ទៅមកមិនមកអង្គុយលេងជាមួយនឹងពួកយើងសិនមកហើយបូរ៉ានាងថែមទៀតថាប្រញាប់ទៅណាហេតុអ្វីនាងធ្វើបាបបរមម្នាក់នេះគឺពិតជាគួរឲ្យកំសត់ខ្លាំងណាស់តើលោកចង់នៅជាមួយនាងដែរឬទេហើយនូណានាងនិយាយថាយកដៃដកខ្វល់របស់នាងចេញទៅបើរូបនាងមិនចង់មានរឿងបូរ៉ាហើយបូរ៉ានាងនិយាយថាបញ្ឈប់ទៅមិនមានការឆ្លោះគ្នានៅទីនេះនោះទេអ្នកទាំងពីរទុកឲ្យរូបខ្ញុំជាអ្នកនិយាយម្ដងហើយអ្វីឯងយកបរិមម្នាក់នេះទៅលេងសើចបែបនេះដឹងទេឯងកំពុងតែប្រមាថជីវិតរបស់គេហើយនោះណានាងនិយាយថាបិទមាត់ទៅណៃកូបើមិនដឹងអីដល់យ៉ាម៉ូនិយាយទៅអ្នកទាំងអស់គ្នាថាឆាប់បញ្ឈប់សកម្មភាពបែបនេះទៅរឿងនេះគឺរូបគាត់ជាអ្នកធ្វើហើយគាត់ចង់ខ្លាចទៅជាបិសាចដែរនោះណានាងមិនបានធ្វើអ្វីខុសនោះទេគឺគាត់ចង់ដល់ខ្លួនគាត់ហើយណៃកូនាងក៏បានសើចថាវាបែបនេះមែនទេហើយអ្នកទាំងអស់គ្នាក៏បាននិយាយខ្សឹបថាគឺនូណានាងធ្វើបែបនេះដើម្បីយកឈាមទូប្រោះរហូតមែនទេគឺប៉ាត់មែនហើយប្រហែលជាអញ្ចឹងហើយអ្នកគ្នាបាននិយាយថាយើងជូនពរឲ្យឯងខ្លាចទៅជាបិសាចហើយយ៉ាម៉ូក៏បានឆ្លើយទៅវិញថាអរគុណហើយដែលបានជូនពរឲ្យគេខ្លាចទៅជាបិសាចអូខេអ្នកគ្នាសាច់រឿងយើងមានតែប៉ុណ្ណឹងពីខ្ញុំបាទ CA Anime សូមជម្រាបលាអ្នកទាំងអស់គ្នាបាយ